បងប្អូនបាទនេះជាទឹកប្រទាលកន្ទុយក្រពើហើយនេះគឺជា probiotic បាទអញ្ចឹងពីរមុខនេះបងប្អូនអាចលាយចូលគ្នាបានជាមួយទឹកបរិសុទ្ធណាហ្នឹងហើយអញ្ចឹងបងប្អូនមានតែទឹកបរិសុទ្ធណោះបងប្អូនចាក់លាយចូលគ្នាបានហើយប្រទាលនេះការប្រើគឺសាមញ្ញទេបាទបងប្អូននេះហ្នឹងហើយវាជាទឹកប្រទាលនេះទឹក probiotic នេះជាម្សៅណាអញ្ចឹងបងប្អូនយកគម្របវានេះបាទវាស់ជារង្វាស់តែម្ដងបាទអញ្ចឹងសួរថាញ៉ាំម្ដងប្រហែលម្ដងបងប្អូនដាក់3ឬក៏4គម្របទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនណាបាទហើយបើសិនជាprobiotic នេះវិញគឺមានកូនលាព្រាទូចនៅក្នុងហ្នឹងអញ្ចឹងម្ដងបងប្អូនដាក់វា2កូនលាព្រាទៅបាទញ៉ាំព្រឹកល្ងាចបាទប្រទាលហ្នឹងក៏ញ៉ាំព្រឹកល្ងាចដែរបាទវិធីញ៉ាំដែលល្អបំផុតព្រលឹមឡើងបងប្អូនងើបពីគេងបាទកុំអាលលុបមុខកុំអាលដុសធ្មេញអីបងប្អូនញ៉ាំតែម្ដងមានន័យថាពីរមុខនេះខ្ញុំដាក់ក្បាលតន័យតែម្ដងបាទគាត់នឹងងើបឡើងញ៉ាំតែម្ដងហើយមុនគេង15នាទីបងប្អូនចាំណាបាទញ៉ាំម្ដងទៀតអញ្ចឹងមួយថ្ងៃ2ដងហ្នឹងណាប៉ុន្តែប្រទាលនេះហាមប្រើទឹកក្តៅណាប៉ុន្តែប្រទាល probiotic នេះបងប្អូនអាចលាយទឹកក្តៅក៏បានដែរអត់អីទេអូខេអញ្ចឹងបើសិនជាបងប្អូននៅមានចង្អល់បន្ថែមបាទនៅឆ្ងល់មិនទាន់ច្បាស់អូខេបងប្អូនកុំស្ទាក់ស្ទើរបងប្អូនអាចឆាតមកសួរខ្ញុំបានបាទអរគុណច្រើន